សួស្តីបងប្អូនម៉ោងនេះយើងនឹងរៀនអំពីប្រវត្តិសាស្ត្រកូរ៉េជាមួយគ្នាតាមរយៈរឿងព្រេងនិទានមួយបាននិយាយដល់ប្រទេសកូរ៉េតើបងប្អូននឹកឃើញដល់អ្វីមុនគេបានអ្នកគ្រូខ្ញុំនឹកឃើញដល់គីមឈីមុនគេព្រោះខ្ញុំចូលចិត្តញ៉ាំខ្ញុំសូមឆ្លើយអ្នកគ្រូមើលបងអូនសុខាលើកដៃខ្ពស់ណាស់សាកឆ្លើយមើលកូនខ្ញុំនឹកឃើញដល់ហាន់បុកចាល្អណាស់ចុះបងអូនទេវីវិញខ្ញុំនឹកឃើញដល់បងអាយុមុនគេហ្មងបងអាយុស្អាតណាស់ហើយច្រៀងពីរោះទៀតខ្ញុំជា fan គាត់អូស្គាល់អាយុទៀតចាអរគុណច្រើនបងប្អូនដែលបានជួយឆ្លើយថ្ងៃនេះយើងនឹងរៀនអំពីប្រវត្តិសាស្ត្រការបង្កើតប្រទេសកូរ៉េទាំងអស់គ្នាដូច្នេះបន្តិចទៀតនេះអ្នកគ្រូនឹងនិទានរឿងនោះជូនបងប្អូនទាំងអស់គ្នាស្ដាប់តើប្រទេសកូរ៉េដំបូងត្រូវបានបង្កើតឡើងដោយនរណាតើឈ្មោះប្រទេសកូរ៉េដំបូងត្រូវបានដាក់ឈ្មោះអ្វីអញ្ចឹងចូលបងប្អូនតាមដានស្ដាប់ទាំងអស់គ្នាណាកាលពីយូរលង់ណាស់មកហើយមានស្ដេចមេឃាមួយព្រះអង្គព្រះនាម Fan In មានបុត្រមួយព្រះអង្គព្រះនាម Fan Ong នៅពេលដែល Fan Ong បានមើលមកផែនដីពីលើមេឃទ្រង់ក៏មានព្រះហឫទ័យចង់រស់នៅជាមួយមនុស្សលោកដូច្នេះហើយ Fan Ong ក៏បានចូលទៅកាន់ព្រះបិតារបស់ទ្រង់ព្រះបិតាបុត្រចង់ចុះទៅផែនដីហើយរស់នៅជាមួយនឹងមនុស្សលោក Fan In ដែលបានឮរឿងនេះក៏បានអនុញ្ញាតឲ្យ Fan Ongចុះទៅផែនដីជាមួយនឹងសេនាដែលគ្រប់គ្រងភ្លៀងខ្យល់ពពកនិងសេនាផ្សេងៗទៀត Fan Ong បានចូលមកផែនដីរស់នៅជាមួយមនុស្សលោកហើយទ្រង់ក៏ជួយគ្រប់គ្រងមនុស្សលោកបានយ៉ាងល្អនៅថ្ងៃមួយមានសត្វខ្លាឃ្មុំនិងខ្លាមួយក្បាលបានមកដល់មុខ Fan Ong ព្រះអង្គពួកខ្ញុំចង់ក្លាយជាមនុស្សសូមជួយឲ្យពួកខ្ញុំក្លាយជាមនុស្សផងបន្ទាប់ពីបានឮសំណើយ៉ាងស្មោះអស់ពីចិត្តរបស់ខ្លាឃ្មុំនិងសត្វខ្លាដូច្នេះ Fan Ongក៏បានឲ្យជីនឹងខ្ទឹមសទៅដោយមានព្រះបន្ទូលបែបនេះថារយៈពេល100ថ្ងៃបើពួកអ្នកមិនប៉ះពន្លឺថ្ងៃនិងឆេះតែជីនិងខ្ទឹមសនេះពួកអ្នកនឹងក្លាយទៅជាមនុស្សជាក់ជាពុំខានពេលបានឮដូច្នេះខ្លាឃ្មុំនិងសត្វខ្លាសប្បាយចិត្តយ៉ាងខ្លាំងដូច្នេះពួកគេក៏បានយកជីនិងខ្ទឹមសចូលទៅក្នុងរូងភ្នំដ៏សែនជ្រៅដោយរូងភ្នំនោះពន្លឺព្រះអាទិត្យមិនអាចចូលទៅដល់បានទេខ្លាឃ្មុំនិងខ្លាពីមួយថ្ងៃទៅមួយថ្ងៃឆេះតែជីនិងខ្ទឹមសដែលធ្វើឲ្យពួកគេមានការលំបាកជាខ្លាំងទីបំផុតខ្លាទ្រាំលែងបានរួចក៏និយាយថាយើងពិតជាមិនអាចទ្រាំបានទេយើងពិតជាឃ្លានហើយចង់ឆេះសាច់ខ្លាំងណាស់មនុស្សក៏ដោយស្អីក៏ដោយយើងលែងទ្រាំហើយឯចង់ទៅណាអត់មានទៅណាទេគឺយើងដើររកមើលរូងភ្នំលេងបន្តិចហ្នឹងណាឯចង់ទៅណាអត់ទេកំពុងពុតដៃពុតជើងមួយរយៈហ្នឹងដូចជាមិនសូវស្រួលពោះបន្តិចក្រោយមកសត្វខ្លាក៏បានរត់ចេញពីរូងភ្នំបាត់ទៅនៅសល់តែខ្លាឃ្មុំម្នាក់ឯងតែប៉ុណ្ណោះខ្លាឃ្មុំទោះបីជាលំបាកយ៉ាងណាក៏ដោយប៉ុន្តែវាបានទ្រាំហើយទ្រាំទៀតដូច្នេះហើយនៅពេល100ថ្ងៃកន្លងផុតទៅខ្លាឃ្មុំក៏បានក្លាយទៅជានារីដ៏ស្រស់ស្អាតម្នាក់វ៉ាខ្ញុំបានក្លាយទៅជាមនុស្សហើយខ្លាឃ្មុំដែលបានក្លាយទៅជាមនុស្សនោះមានឈ្មោះថាអ៊ុងញ៉អ៊ុងញ៉បានរៀបការហើយក៏មានបុត្រមួយព្រះអង្គព្រះនាមដាន់គូនបានធ្វើតាមគំរូរបស់បិតាទ្រង់ហើយគ្រប់គ្រងប្រជារាស្ត្របានយ៉ាងល្អពេលវេលាកន្លងផុតទៅដាន់គូនបានបង្កើតប្រទេសមួយប្រទេសនោះមានឈ្មោះថាកូជូស៊ុនដែលជាការចាប់ផ្ដើមនិងជាប្រទេសដំបូងនៃប្រទេសកូរ៉េមកដល់សប្តាហ៍ថ្ងៃនេះថ្ងៃដែលត្រូវរំលឹកខួបនៃការបង្កើតប្រទេសនោះគឺតែងតែធ្វើឡើងនៅថ្ងៃទី3ខែតុលាជារៀងរាល់ឆ្នាំ